សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញទាក់ទងជាមួយនឹងការងារបូកជញ្ជាំងបងប្អូនដឹងស្រាប់ហើយការងារបូកជញ្ជាំងគឺជាការងារមួយដែលយើងប្រឹកព្រៀងដើម្បីយើងទទួលបានជញ្ជាំងផ្ទៃរាបស្មើនិងស្រស់ស្អាតដូច្នេះនៅក្នុងវីដេអូនេះខ្ញុំមានជាការបង្ហាញណែនាំជូនដល់បងប្អូនមួយចំនួនដែលពុំទាន់ដឹងឬក៏ពុំទាន់យល់ច្បាស់ពីការងារបូកផ្ទៃជញ្ជាំងឥដ្ឋមួយនេះដូច្នេះនេះគឺជាគំរូជញ្ជាំងឥដ្ឋដែលមុននឹងយើងរៀបចំបូកគឺយើងមុននឹងបូកការងារឥដ្ឋនេះជាដំបូងគឺយើងត្រូវមានការងារចាប់ជ្រុងចាប់គែមដើម្បីកំណត់កម្រាស់ឬក៏ទំហំរបស់ទីតាំងដែលយើងត្រូវនឹងរៀបចំបូកនៅលើផ្ទៃការងារបូកនេះដែរក្រុមជាងទាំងអស់គឺត្រូវរៀបចំធ្វើតុំបាទមុននឹងបូកគឺយើងស្រោចទឹកដែរដើម្បីឲ្យជញ្ជាំងរបស់យើងមានភាពស្អិតល្មួតឬក៏ចាប់សាច់គ្នាបានល្អនៅពេលដែលយើងបូកជាមួយនឹងបាយអល្បាយរបស់យើងបងប្អូនឃើញទេនៅក្នុងវីដេអូនេះក្រុមជាងបានរៀបចំបាញ់ទឹកឬក៏ស្រោចទឹកជញ្ជាំងរបស់យើងឲ្យបានស្អាតបន្ទាប់មកបានក្រុមជាងចាប់ផ្ដើមបូកទៅទាំងអស់គ្នាតែម្ដងក្នុងដំណាក់កាលនេះដែរយើងមានការលាយសម្ភារៈរបស់យើងមានកំបោរជាមួយនឹងខ្សាច់ដើម្បីធ្វើការងារបូកនេះសម្រាប់ការងារបូកគឺយើងប្រើប្រភេទស៊ីម៉ងបូកហើយស៊ីម៉ងផ្សេងទៀតយើងមិនចាំបាច់ប្រើនោះទេនៅក្នុងការងារនេះយើងត្រូវលាយល្បាយបាយអឬក៏ល្បាយស៊ីម៉ងយើងឲ្យបានត្រឹមត្រូវទើបយើងបូកទៅមានប្រសិទ្ធភាពខ្ពស់ទាក់ទងនឹងការងារបូកទីតាំងដែលមានជាប្រភេទបេតុងបងប្អូនឃើញទេគឺយើងត្រូវបៀកទាក់ទងជាមួយនឹងស៊ីម៉ងតកំបោរប្រេងដើម្បីឲ្យផ្ទៃសាច់ជាប់នោះគឺវាចាប់ស្អិតគ្នាបានល្អក្រុមការងាររបស់យើងបានបែងចែកការងារគ្នាច្បាស់លាស់ដើម្បីប្រកាសថាល្បឿនការងារនឹងបានលឿនទៅមុខយ៉ាងលឿនក្រុមការងារមានជាង4នាក់សម្រាប់ជាង3នាក់គឺគាត់ចាប់ផ្ដើមបូកបញ្ច្រាស់ដៃគ្នាឬក៏ប្រវាស់ដៃគ្នាដើម្បីឲ្យការងារនោះរលូនហើយជាងម្នាក់ទៀតគាត់ទទួលបន្ទុកការងារគៀដាមដើម្បីឲ្យជញ្ជាំងមានផ្ទៃរាបស្មើចំណុចដែលខ្វះខាតបន្តិចបន្តួចគាត់នឹងរៀបចំបន្ថែមខ្លួនឯងនៅពេលក្រោយសម្រាប់ជាង3នាក់នេះគឺទទួលបន្ទុកបូកជាបន្តបន្ទាប់រហូតតទៅដល់ការងារបញ្ចប់របស់យើងហើយចំណែកឯកម្មករវិញកម្មករឬក៏កម្មការិនីត្រៀមយកកំបោរឲ្យជាងជារឿយៗក្នុងការងារបូកជញ្ជាំងឲ្យបានត្រឹមត្រូវបងប្អូនឃើញទេមកនេះជាងគាត់ចាប់ផ្ដើមគូសវាសនៅទីតាំងដែលមានដុំតុំដែលយើងចាប់សម្រាប់កំណត់កម្រាស់របស់ជញ្ជាំងរបស់យើងជាងគាត់គូសចំណាំឲ្យហើយព្រោះកាលណាតែយើងបូកទៅចិត្តទាំងអស់ជញ្ជាំងនោះគឺយើងមិនអាចមើលផ្ទៃសាច់កម្រាស់បាននោះទេគឺយើងគូសសញ្ញាខ្វែងជើងក្អែកនៅលើទីតាំងដែលយើងកំណត់កម្រាស់ជាមុនពេលដែលយើងបូកទៅដល់នៅទីតាំងរបស់វាចំពោះការងារនេះដែរក្រុមជាងបន្តការងាររហូតក្រុមកម្មករកម្មការិនីបន្តហុចកំបោរទៅឲ្យជាងដើម្បីបូកឲ្យមានប្រសិទ្ធភាពខ្ពស់រយៈពេលមួយសន្ទុះធំក្រោយមកក្រុមជាងឃើញថាបូកបានផ្ទៃច្រើនហើយដូច្នេះយើងចាប់ផ្ដើមតម្រឹមបូកដើម្បីឲ្យផ្ទៃសាច់ស្មើល្អពេលដែលស៊ីម៉ងរបស់យើងរៀងស្ងួតបន្តិចនោះជាងដែលគៀដាមគាត់នឹងចាប់ផ្ដើមចូលគៀកោសដើម្បីសម្រេចការងារនោះជាលើកចុងក្រោយតើបងប្អូនយល់យ៉ាងណាដែរចំពោះការបកស្រាយរបស់ខ្ញុំហើយនៅក្នុងវីដេអូនេះបើសិនជាមានចំណុចណាដែលខ្ញុំបកស្រាយមិនបានបោះក្បាយនឹងគ្រប់ចំណុចជ្រុងជ្រោយនោះសូមបងប្អូនខន្តីអភ័យទោសបងប្អូនអាចខមមិននៅក្រោមវីដេអូដើម្បីចែករំលែកបទពិសោធន៍ផ្សេងៗទៀតទាក់ទងនឹងការងារផ្នែកសំណង់នៅក្នុងវីដេអូនេះសូមអរគុណបងប្អូនដែលបានទស្សនាពីដើមរហូតមកដល់ចប់អរគុណជួបគ្នានៅវីដេអូក្រោយ